បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube ណាបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញប្រទាលមួយប្រភេទទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានឃើញឲ្យបានស្គាល់ឲ្យបានដឹងណាបងប្អូនទាំងអស់គ្នាហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាមិនធ្លាប់បានឃើញណានៅប្រភេទប្រទាលអញ្ចេះទេណាបងប្អូនទាំងអស់គ្នាបងប្អូនឃើញទេគឺបណ្ដោរបស់គាត់លូតចេញមកគឺវែងខ្លាំងមែនទែនណាបងប្អូនទាំងអស់គ្នាគឺ3ទឹកហើយបងប្អូនទាំងអស់គ្នា3ទឹកហើយប្រទាលហ្នឹងខ្ញុំដាំមកជាយូរឆ្នាំដែរមកហើយណាបងប្អូនទាំងអស់គ្នាហើយក្នុងមួយផើងហ្នឹងអត់មានដុះច្រើនទេអត់មានដុះកូនច្រើនដូចប្រទាលទីផ្សេងទេគឺដុះតែ2ឬក៏3ហ្នឹងអស់ហើយបងប្អូនទាំងអស់គ្នាឃើញទេហើយគាត់មានឈ្មោះថាប្រទាលសច្ចាំងបាំងបាត់ណាបងប្អូនទាំងអស់គ្នាមិនដឹងជាឈ្មោះអ្វីដែរព្រោះសច្ចាំងឲ្យដាក់ឈ្មោះអញ្ចឹងតែហ្មងទៅណាបងប្អូនទាំងគ្នាសច្ចាំងបាំងបាត់ហើយរសជាតិរបស់គាត់ណាបងប្អូនទាំងគ្នាសាបដូចពេកគុកអញ្ចឹងអត់មានហាងអត់មានក្លិនអីទាំងអស់ណាបងប្អូនហើយខ្ញុំឃើញបងប្អូនទាំងអស់គ្នាណាដាំប្រទាលមានឈ្មោះរញ៉េរញ៉ាយច្រឡុកច្រឡំគ្នាមិនដឹងជាស្អីទេខុសខាងនោះហៅចេះខាងនេះហៅចុះទៅគឺចេះរៀងខ្លួនហើយបងប្អូនទាំងអស់គ្នាបើចង់ស្គាល់បើចង់ដឹងឲ្យច្បាស់មានអ្នកជំនាញប្រទាលបងប្អូនទាំងអស់គ្នាអាចទៅសាកសួរគាត់បានឬក៏ទៅរកគ្រូណាដែលគាត់មានញៀនពិសេសដែលគាត់ដឹងណាបងប្អូនទាំងអស់គ្នាគ្រាន់តែកលេចឃើញគឺគាត់ដឹងតែ